សូមគោរពដល់អ្នកគ្រូនិងសួស្តីដល់មិត្តភក្តិទាំងអស់គ្នាខ្ញុំឈ្មោះម៉ារីរៀននៅថ្នាក់ទី 11B ខ្ញុំមកនេះសង្ខេបរឿងព្រាមកេរ្តិ៍នៅនគរយុធ្យាព្រះបាទទសរថសោយរាជ្យនៅទីនោះមានមហេសី3អង្គនាងកោះកល្យាណម្ដាយព្រះព្រាហ្មណ៍នាងសមុទ្រម្ដាយព្រះសត្រុតនិងព្រះលក្សណ៍ហើយនាងកៃកេសីម្ដាយរបស់ព្រះភិរុតឥសីពីស្វាមិត្តបានធ្វើហោមិធីដើម្បីស្វាគមន៍ព្រះរាមនិងព្រះលក្សណ៍ដែលរៀនចប់គម្ពីរវេទហើយនៅនគរកថិមិលាព្រះបាទជនកៈបានធ្វើពិធីច្រត់ព្រះមង្គលនៅស្ទឹងចាំមណៈហើយទ្រង់ក៏បានរើសនាងសីតាទុកមកធ្វើជាកូនហើយនៅពេលនាងសីតាពេញវ័យព្រះមនីក៏បានជប់ធ្នូសរហើយអធិដ្ឋានទៅដល់ព្រះអិនព្រះអាទិត្យព្រះច័ន្ទឲ្យមកលើកធ្នូសរប៉ុន្តែពុំមានអ្នកណាលើករួចទេហើយឥសីពីស្វាមិត្តក៏បានយកព្រះរាមនិងព្រះលក្សណ៍ឲ្យទៅលើកនៅពេលនោះព្រះរាមក៏បានលើករួចហើយក៏បានឲ្យព្រះរាមរៀបអភិសេកជាមួយនឹងនាងសីតាហើយព្រះបាទជនកៈក៏បានឲ្យទូតទៅអញ្ជើញព្រះបាទទសរថមកចូលរួមក្នុងកម្មវិធីនៅពេលទៅវិញតាមផ្លូវពួកគេក៏បានជួបនឹងយៈរាមាសោហើយយៈរាមាសោក៏បានថាឲ្យព្រះបាទទសរថដែលថាយកឈ្មោះខ្លួនយកទៅដាក់ឲ្យព្រះរាមប៉ុន្តែនៅពេលនោះព្រះរាមក៏បានផ្ចាញ់ផ្ចាលខ្លោបខ្លាចទៅព្រះបាទទសរថចង់ឲ្យព្រះរាមឡើងសោយរាជប៉ុន្តែនាងកៃកេសីជំទាស់ដោយលើកឡើងថាខ្លួនជួយឲ្យទ្រង់ឈ្នះនឹងព្រះអាទិត្យហើយឲ្យព្រះភិរុតឡើងសោយរាជព្រះបាទទសរថចង់បែងចែកនគរជាពីរប៉ុន្តែនាងកៃកេសីពុំព្រមហើយក៏បានឲ្យព្រះរាមនិងព្រះលក្សណ៍ទៅបួសជាតាបសនៅក្នុងព្រៃរយៈពេល14ឆ្នាំនៅពេលគ្រប់14ឆ្នាំហើយក៏បានមកសោយរាជវិញនៅពេលដែលព្រះរាមព្រះលក្សណ៍និងនាងសីតាដើរកាត់ព្រៃព្រឹក្សាស្វិតស្រពោនក៏ប្រែคล้ายទៅជាស្រស់បំព្រងហើយកូនខ្លាទៅបៅមេប្រើសកូនប្រើសទៅបៅមេខ្លានៅនគរយុធ្យាព្រះបាទទសរថក៏បានសោយទីមង្គលហើយនាងកៃកេសីក៏បានផ្ញើសម្បត្តិទៅព្រះភិរុតដោយសរសេរបញ្ឆោតថាឲ្យមកធ្វើជាអធិបតីនៅក្នុងពិធីរៀបមង្គលការរបស់ព្រះរាមនិងនាងសីតាហើយពេលនោះព្រះភិរុតនិងព្រះសត្រុតសប្បាយចិត្តយ៉ាងខ្លាំងហើយក៏បានមកនគរនៅពេលដែលមកដល់នគរក៏ដឹងថាខ្លួនចាញ់បញ្ឆោតរបស់ម្ដាយព្រះភិរុតខឹងនឹងនាងកៃកេសីយ៉ាងខ្លាំងប៉ុន្តែនៅពេលនោះមានតែនាងកោះកល្យាណទេដែលជួយលួងលោមព្រះភិរុតហើយព្រះភិរុតក៏បានធ្វើដំណើរទៅតាមព្រះរាមនិងព្រះលក្សណ៍ហើយក៏អង្វរឲ្យព្រះរាមមកសោយរាជវិញប៉ុន្តែព្រះរាមមិនបានទទួលពីអង្វរនោះទេដោយខ្លួនគោរពពាក្យសញ្ជាក់ហើយក៏បានប្រគល់សុពលបាទតំណាងរាជសម្បត្តិទៅឲ្យព្រះភិរុតសត្វទាំង3ធ្វើដំណើរចេញពីភ្នំចិត្រកោណទៅភ្នំ